Mà số đây phone phone tận tỷ đọc từng ngọc nia chụp cho mùi lục mà xa tiết nơi cầm này lùm hạt tận tỷ đọc tầm po tỷ ha sập mùi merian tipi bắp cho là bao nhiêu tuần bà lấy lùm hạt vào dương cứ lùm hạt lấy bầm mùi ở rục hàng Sam cầm láng pi miền ông pơ lơ và thọ muối miền mạc 4 kg ba ai mùi smile 20 Newton ai pi smile 15 Newton แกนนี้กำลังគប់ដែលមានអំពើលើវត្ថុនោះខសំទុះបាទគេឲ្យแกนនេះសំទុះនៃវត្ថុលំហាត់នេះគឺអត់ពិបាកទេគេឲ្យแกนនេះកម្លាំងគប់វាតេតើងជាមួយនឹង vector ជាមើលកម្លាំង F1 និង F2 គឺវាកែងគ្នាបាទ90 degree នៅក្នុងហ្នឹងគេប្រាប់ថា90 degree គ្រូអត់បានដាក់វាត្រូវនឹង90 degree បាទ90 degree កន្លែង90 degree កែងគ្នាបាទ90 degree អញ្ចឹងយើងកណនាសនុកហ្នឹងគេឲ្យកណនាកម្លាំងគប់អញ្ចឹងកណនាកម្លាំងគប់វាធម្មតា vector កម្លាំងគឺជាទំហំ vector កាលណាគេកណនាកម្លាំងគប់គេគិតទៅលើចំណុចចាប់ទិសហើយទិសដៅរបស់វាឥឡូវកម្លាំង2ហ្នឹងវាមានទិសបង្កើតបានមុំ90 degree ឬក៏កែងគ្នាអញ្ចឹងយើងអាចកំណត់រូបមន្តបានរូបមន្តគឺគ្រូយកកម្លាំងគប់គឺ F បាទ vector F ស្មើនឹង vector F1 បូកនឹង vector F2 ដែល vector F ហ្នឹងគឺជាកម្លាំងគប់យើងមើល F1 និង F2 គឺកែងគ្នាបាទអញ្ចឹងគ្រូដាក់ដែល F1 និង F2 មានទិសកែងគ្នាអញ្ចឹងបើវាកែងគ្នាអាំងតង់ស៊ីតេរបស់វាមិនអាំងតង់ស៊ីតេរបស់វាគឺវាស្មើនឹងឬការ៉េនៃ F1 ការ៉េបូក F2 ការ៉េមានន័យថាប្រើតាមវិធានប៉ាឡេឡូក្រាមប្រើតាមវិធានអត់ថាប៉ាឡេឡូក្រាមក៏បានដែរយើងកែងគ្នាណាកត់ទ្រូងរបស់ចក្រកោណកែងនឹងក៏បានដែរបាទដោយ F1 ស្មើនឹង20 Newton ហើយ F2 ស្មើ15 Newton អញ្ចឹងយើងយកតម្លៃទាំងអស់ហ្នឹងមកជំនួសចូលមកវាចេញចម្លើយហើយយើងបាន M1 ស្មើនឹង20 Newton ការ៉េបូក 15.0 Newton ការ៉េ15អានេះ20ការ៉េបាន400 15គឺ225គេបូកចូលគ្នា625បញ្ចេញបាន25អញ្ចឹងចម្លើយគឺ25 Newton បាទនេះចម្លើយបាទចម្លើយអញ្ចឹងកម្លាំងគប់គឺ F ស្មើនឹង25 Newtonបាទនេះគឺជាចម្លើយនៃកម្លាំងគប់របស់យើងបាទនៅក្នុងសំណួរទីលំហាត់លេខ6នឹងងាយដែរហើយសំណួរខគេឲ្យកណនាសំទុះបាទសំទុះរត់តែងាយទៀតហើយដោយសារលំហាត់គេប្រាប់ម៉េះណាចឹងគេប្រើតាមច្បាប់ទី2 Newton ច្បាប់ទី2 Newton គេពោលថាម៉េចច្បាប់ទី2 Newton បាទបងប្អូនមិនចាំអត់ច្បាប់ទី2 Newton ពោលតាក់ទងជាមួយនឹងសំទុះណាគេថាសំទុះនៃអង្គធាតុមួយសមាមាត្រទៅនឹងកម្លាំងផ្គប់ដែលមានអំពើលើអង្គធាតុហើយច្រាស់សមាមាត្រនឹងម៉ាស់របស់វាអញ្ចឹងយើងទៅសេមក A សមាមាត្រនឹងកម្លាំងផ្គប់ហើយច្រាស់សមាមាត្រនឹងម៉ាស់បាទនេះយើងប្រើដល់រូបមន្តច្បាប់ទី2 Newton មកចេញចម្លើយសំទុះបាទហើយបាទអញ្ចឹងដោយ F ហ្នឹងយើងឃើញ 25.0 Newton មកហ្នឹងហើយម៉ាស់4 គីឡូក្រាមបាទនេះក្នុងសម្រាប់ណាបើយើងបាន A ស្មើ 25.0 Newton ចែកឲ្យ24 គីឡូក្រាមចេញមកគឺຂະຫນាត Newton ក្នុង1គីឡូក្រាមឬក៏ម៉ែត្រក្នុង1វិនាទីការ៉េបើយើងចែកគ្នាមកឃើញ 6.25 ម៉ែត្រក្នុង1វិនាទីការ៉េបាទនេះគឺជាចម្លើយអស់ហើយលំហាត់របស់យើងមានតែប៉ុណ្្នឹងទេបាទមានតែប៉ុណ្្នឹងទេបាទអញ្ចឹងដូចនេះសំទុះ A ស្មើនឹង25ម៉ែត្រក្នុង1វិនាទីការ៉េបាទចប់លំហាត់លេខ6បាទយើងនៅបន្ទាប់ទៀតលំហាត់ច្រើននៅក្នុងមេរៀនបើគិតទៅរហូតដល់ទំព័រ53ណាទំព័រ53បញ្ចប់ត្រឹមលំហាត់លេខ16អញ្ចឹងច្រើនដែរណាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូលំហាត់លេខ7បន្តទៀត